សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយអំពីស្រង់ទិន្នន័យនិងគណនាទិន្នន័យឡើងចូលអនុវត្តជាមួយគ្នាទាំងអស់គ្នាហើយខ្ញុំបានបង្កើតជា file ដែលមានឈ្មោះថា learn data database ហើយយើងចុច double click ទៅវានឹងចូលមកដល់interface របស់យើងហើយខ្ញុំបានបង្កើតមាន4 table ហើយខ្ញុំក៏បានអនុវត្តអំពីការធ្វើ query រួចរាល់ដែរទាក់ទងនឹងquery នេះគឺ across query បើន័យថាយើងយកតែស្រង់យកតា title salary page ដើម្បីយើងចង់បង្ហាញហើយមួយទៀតទាក់ទងជាមួយនឹង duplicate តែឲ្យតែមានទិន្នន័យ duplicate វានឹងចេញឲ្យយើងបើអត់មានទិន្នន័យស្ទួនគ្នាទេវាអត់ចេញអីទេហើយមួយទៀតទាក់ទងជាមួយនឹងunmatch query បើន័យថា query ទាំងអស់នេះវាអត់ទាន់បានភ្ជាប់ណាមួយទេឈ្មោះហ្នឹងបើសិនតើវាមានភ្ជាប់វាអត់ចេញឲ្យទេដល់ពេលដែលយើងបង្កើតនៅក្នុងនេះបើសិនតើវាមានទាក់ទងជាមួយនឹងការរៀនមុខវិជ្ជានឹងវាអត់ចេញឲ្យទេពីនេះវាអត់មានអញ្ចឹងមកវាចេញឲ្យយើងតែអានម៉េចតែអត់បានជាប់ឥឡូវខ្ញុំសូមនិយាយអំពីការស្រង់ទិន្នន័យឥឡូវខ្ញុំស្រង់ទិន្នន័យ student អំពីគួរមានសិស្សអញ្ចឹងគឺយើងឃើញថាមាន student ID student name student place អញ្ចឹងតើឥឡូវខ្ញុំចង់បាន student ID student name និង place ដើម្បីឲ្យបង្ហាញហ្នឹងគឺយើងធ្វើ query ដើម្បីស្រង់ទិន្នន័យហើយចុចលើ student នឹងមកហើយយើងយក create តើបើយើងយក query ដែរហើយចេញយ៉ាងដូចនេះខ្ញុំចុច double click លើវាតើមកទៀតខ្ញុំទាញstudent ID student name place of birth ហើយមកខ្ញុំ run ដូច្នេះវាបានជា3 field student ID student name place of birth แล้วខ្ញុំចង់ខ្ញុំ save ទុកឈ្មោះវាតាហើយចោលទៅទៀតខ្ញុំចង់ស្រង់យកតាខេត្តសៀមរាបថាយើងដាក់ក្នុងក្រៃត្រៀននេះយើងយកហើយ play នៅទីកន្លែងកំណត់នេះយើងចង់បានសៀមរាបហើយហ្នឹងហ្នឹងគឺនឹងកំពង់ធំហ្នឹងក្រៃត្រៀននេះសម្រាប់យើងដាក់លក្ខខណ្ឌនេះសម្រាប់យើងឲ្យវាចេញអីមួយទៀតតទៅទៀតយើងរ៉ាន់វាទៅដូច្នេះយើងឃើញថាមានកំពង់ធំសៀមរាបទៅយើងស្រង់យកទៅពីរហ្នឹងមានសៀមរាបកំពង់ធំអញ្ចឹងគឺក្នុងការស្រង់ទិន្នន័យយើងមានប៉ុណ្ណឹងទៅមកទៀតខ្ញុំចង់បានន័យថា ascending ន័យថាឲ្យវាតាមលំដាប់ពីលេខ1ដល់លេខ100 1000ឬក៏ពី A ដល់ Z ណា descending ន័យថាពី Z ទៅ A វិញន័យថាលំដាប់ហើយមួយទៀតខ្ញុំចង់រកតាអក្សរដែលប្រើដោយ
តាមដោយសរស៊ីតាមដោយសរស៊ីយើងរំនៅដូច្នេះគឺមាន2នាក់នៅសៀមរាបយើងអាស្រ័យទៅលើយើងដាក់លក្ខខណ្ឌឲ្យវាចេញអ្វីយើងត្រូវសេក្នុងក្រៃថារៀនតែមកទៀតខ្ញុំចង់បង្ហាញអំពីការគណនាដែលយើងមានដូចជា student ID item quantity unit price ចឹងទៅសង្ឃឹមថាបងប្អូនយល់កន្លែងនេះហើយខ្ញុំនឹងបង្កើតនៅ query ដើម្បីស្រង់ទៅនៃ table ចុចទៅណាចុចលើអានេះហើយយើងទៅរកពី create ហើយយើងចុចលើ order ទៅមកទៀតយើងចង់បាន item ពីលក្ខណៈពីលក្ខណៈទៅទៀតចង់បានquantity ទៅទៀតចង់បានទៀតទៅមកទៀតឲ្យយើងចុចលើនេះមកចុចលើនេះយើងយកមកស្ដាំមកយើងយកពាក្យថា bill វាចេញដូចនេះដើម្បីឲ្យយើងគណនាទៅមកយើងចង់រក amount យើងវាយនេះហើយយើងយកពាក្យទៅមកយើងសរសេរឲ្យវាគណនារវាងតម្លៃសរុបណាចំនួននិងគុណនឹងតម្លៃរៀលយើងquantityតែមួយជាគុណជាមួយ unit price យើង unit price តម្លៃរៀលហើយយើងបិទអាគារពេញហើយយើងអូខេហើយយើងរ៉ាំនៅដូច្នេះយើងបានគណនា amount បើថាយើងយកតា item quantity unit price ហើយនេះតម្លៃសរុបអញ្ចឹងការស្រង់ទិន្នន័យការគណនាទិន្នន័យនៅក្នុង query មានតែប៉ុណ្ណឹងឯងសូមអរគុណច្រើន